ប់យំទៅកូនភ្ញៀវមកពេញផ្ទះអស់ហើយធ្វើបែបនេះមិនសមភ្នែកលោកសេដ្ឋីទេលោកពុកអើយកូនស្រីម្នាក់នេះស្លាប់ទាំងរស់ហើយផ្កាស្លានេះធ្ងន់ជាងភ្នំទៅទៀតកូនលែងចង់ដកដង្ហើមហើយក ុំមកប្រើសម្ដីនេះដាក់យើងនឹងធ្វើឲ្យនាងភ្លេចវាយើងនឹងរុះរើខ្ទមរបស់វាចោលយើងនឹងដេញវាចេញពីភូមិនេះបងនៅទីណាអូនមកហើយអូនមិនចង់បានមាសប្រាក់គេទេអូនចង់នៅក្បែរបងនារីនេះអូនមែនទេហេតុអីក៏អូនមកទីនេះទាំងយប់អធិរាតបាត់នេះឯងហ៊ានណាស់អាមាសឯងលួចចូលផ្ទះយើងទាំងយប់តើឯងចង់មកលួចប្រពន្ធយើងឬក៏ចង់មកយកខ្មោចខ្លួនឯងទៅវិញហ៎គេបានតែលោកម្ចាស់នឹងមិនបានឃើញមុខខ្ញុំទៀតឡើយរឿងផ្កាស្លាកាត់ត្រើយសច្ចាស្រែនិពន្ធដោយទេពសុរវីក្រោមពន្លឺព្រះអាទិត្យពណ៌ក្រហមទុំជិតលិចបាត់ពីជើងមេឃបញ្ចេញរស្មីចុងក្រោយមកលើផ្ទៃទឹកត្រពាំងដែលពោពេញទៅដោយផ្កាឈូករីប៉ាយបងមាសអង្គុយលើដើមជ្រៃធំមួយក្បែរមាត់ទឹកដៃកាន់ស្មៅស្ងួតមួយសរសៃចងជាចំណងរួចក៏ស្រែកវិញហាក់ដូចជាចិត្តដែលកំពុងតែច្របូកច្របល់រកច្រកចេញមិនឃើញមិនយូរប៉ុន្មានសំលេងជើងដើរស្រាលលើស្មៅក្រៀមបន្លឺឡើងពីខាងក្រោយគឺនារីនាងដើរមកទាំងទឹកមុខស្រពោនភ្នែកទាំងគូហើមក្រហមតិចហាក់ដូចជាទើបតែឆ្លងកាត់ការយំសោកយ៉ាងខ្លាំងអូនមកហើយមែនទេបងអង្គុយចាំអូនតាំងពីវងទទាចុះមករកចំណីម្លេះនារីព័ត៌មានដែលគេនិយាយពេញភូមិថាកូនលោកសេដ្ឋីបុនគេនឹងដង្ហែផ្កាស្លាមកចូលផ្ទះអូននៅថ្ងៃសៅរ៍ខាងមុខនេះតើវាជាការពិតទេបងមីអូនសំទោសវាជាការពិតហើយបងលោកពុកគាត់បានទទួលចំនួននិងសន្យាជាមួយគេរួចរាល់អស់ហើយគ្រួសារយើងជំពាក់គុណគេលើពីគ្រាដែលលោកម៉ែឈឺធ្ងន់លោកសេដ្ឋីនឹងហើយដែលជួយចេញប្រាក់មើលថែជំងឺបើគ្មានគេទេអូនក៏ប្រហែលជាគ្មានម៉ែដល់សប្តាហ៍ថ្ងៃនេះដែរចុះសច្ចារបស់យើងចុះពាក្យដែលយើងធ្លាប់និយាយគ្នានៅក្រោមដើមជ្រៃនេះកាលពីវស្សាមុនពេលដែលភ្លៀងធ្លាក់ជោកជាំយើងទាំងពីរនាក់បានជ្រកក្រោមស្លឹកឈូកនេះជាមួយគ្នាអូនសន្យាថាទោះក្របាយសម្លបុកទឹកគ្រឿងក៏អូនសុខចិត្តរស់នៅជាមួយបងតែម្នាក់គត់តើពាក្យសន្យាអ្នកស្រែដូចជាយើងវាគ្មានតម្លៃស្មើនឹងមាសប្រាក់គេទេមែនទេវាមិនមែនបែបហ្នឹងទេបងមីចិត្តអូនមិនដែលប្រែប្រួលឡើយប៉ុន្តែបងមីអើយកើតមកជាកូនស្រីកតញ្ញូត្រូវសងមុនសេចក្តីស្នេហាអូនមិនអាចមើលឃើញលោកពុកត្រូវគេមើលងាយឬឃើញគ្រួសារត្រូវរលាយដោយសារតែភាពរឹងរូសរបស់អូនទេអូនសុខចិត្តស្លាប់ខ្លួនក៏មិនចង់ឲ្យលោកមានឈ្មោះថាជាមនុស្សអកតញ្ញូដែរបងយល់ហើយបងវាត្រឹមតែជាអ្នកស្រែក្រីក្រម្នាក់គេមើលឃើញបងត្រឹមតែជាអ្នកបម្រើដីបម្រើភក់បងគ្មានក្រែស្នាមមាសគ្មានដំរីជិះទៅទទួលអូនទេបងមានត្រឹមតែអាវចាស់រយិរយានិងបេះដូងដែលស្មោះនឹងអូនលើសជីវិតផ្កាស្លារបស់គេមានតម្លៃខ្ពស់ពេកវាអាចកាត់ផ្ដាច់ត្រើយស្នេហារបស់យើងបានយ៉ាងងាយបងមីបើចិត្តក្រោយមានពិតអូនសូមបួងសួងឲ្យយើងកើតមកមានវាសនាស្មើគ្នាកុំឲ្យមានរបងវណ្ណៈមកបាំងមុខបែបនេះទៀតថ្ងៃស្អែកនេះបងកុំទៅជារបងផ្ទះអូនអីណាសំឡេងភ្លេងការដែលគេលេងអបអរវាប្រៀបដូចជាកំបិតចាក់ទម្លុះបេះដូងអូនចឹងដែរអូនខ្លាចឃើញមុខបងហើយអូនចិត្តមិនដាច់រត់ចោលរោងការ
អូនកុំបារម្ភអីបងនឹងមិនធ្វើឲ្យអូនបាក់មុខបាក់មាត់ឡើយបងនឹងនៅអង្គុយទីនេះសម្លឹងមើលមេឃពីចម្ងាយប្រសិនបើឃើញផ្សែងភ្លើងសញ្ញានៃការរៀបការចូលដឹងថាបេះដូងរបស់បងមាសម្នាក់នេះបានស្លាប់បាត់ទៅហើយទៅចុះនារីទៅធ្វើជាកូនក្រមុំដែលស្អាតបំផុតចុះ លាហើយបងមីលាសច្ចាវាលស្រែរបស់យើងជារៀងរហូតហើយ នារីដើរចេញទៅបាត់បន្សល់ទុកតែបងមាសម្នាក់ឯងក្រោមពន្លឺព្រះខែដែលចាប់ផ្ដើមរះឡើងគេអោនរើសផ្កាឈូកមួយតងដែលនារីជ្រុះចោលមកថើបទាំងទឹកភ្នែកស្រក់តក់តក់លើស្រទាប់ផ្កាសំលេងខ្យល់បក់រវិចរវិចបន្លឺឡើងមកដូចជាពាក្យលាគ្នាដ៏ឈឺចាប់បំផុតឈប់យំទៅកូនភ្ញៀវមកពេញផ្ទះអស់ហើយធ្វើបែបនេះមិនសមភ្នែកលោកសេដ្ឋីទេ លោកពុកអើយកូនស្រីម្នាក់នេះស្លាប់ទាំងរស់ហើយផ្កាស្លានេះធ្ងន់ជាងភ្នំទៅទៀតកូនលែងចង់ដកដង្ហើមហើយ ឯងចង់ទៅណាអាមាសថយចេញកុំមកចង្រៃសិរីមង្គលគេនារីអូនបងមកលាអូនជាលើកចុងក្រោយនារីឮសំឡេងបងមាសនាងក៏ងើបមុខឡើងទាំងភ័យស្លន់ស្លោនាងលូតចុះពីលើគ្រែស្នែងមិនគិតពីគ្រឿងអលង្ការដែលធ្លាក់រីតប៉ាយឡើយ បងមីក៏មកអីបងត្រឡប់ទៅវិញទៅ តើមានរឿងអីហេតុអីក៏ឲ្យអាអ្នកស្រែអនាថានឹងមកអុកលុកនៅមុខរោងការខ្ញុំបែបនេះលោកសេដ្ឋីអើយខ្ញុំមិនបានមកបំបែកបបាក់ទេខ្ញុំគ្រាន់តែសុំយកផ្កាឈូកដែលនារីជ្រុះពីម្សិលមិញមកសងនាងវិញប៉ុណ្ណោះរួមទាំងសន្យាដែលយើងធ្លាប់មានខ្ញុំក៏សងទៅនាងវិញទាំងអស់ដែរ បងមីអើយបេះដូងអូនដាច់អស់ហើយ នារីចាប់ពីពេលនេះទៅបងលែងស្គាល់អូនលែងស្គាល់បងសូមឲ្យអូនមានក្តីសុខនៅលើគំនរមាសប្រាក់ចុះ បងមីយប់នេះតើបងដាច់លក់ដែរឬទេតើបងនៅអង្គុយមើលមេឃនៅក្រោមដើមជ្រៃនោះទៀតមែនទេសំឡេងកង្កែបយំនៅទីនេះវាមិនពិរោះដូចជាសំឡេងកង្កែបនៅវាលស្រែយើងទេបងអើយវាបន្លឺមកដូចជាសំឡេងក្អូនត្អែនៃវិញ្ញាណដែលស្លាប់បាត់បង់ស្នេហាអញ្ចឹង នារីហេតុអីអូននឹងអង្គុយមើលវាលស្រែស្អុយរលួយនឹងទៀតឥឡូវអូនជាប្រពន្ធសេដ្ឋីហើយណាមាសពេជ្រពេញខ្លួនតើអូននៅនឹកអាអ្នកស្រែអនាថានោះដល់ណាទៀតហ៎ លោកម្ចាស់អាចទិញខ្លួនខ្ញុំបានតែលោកមិនអាចទិញបេះដូងដែលខ្ញុំបានកប់នៅក្នុងវាលភក់នោះបានទេទោះលោកឲ្យខ្ញុំស្លៀកសូត្រមាសក៏ចិត្តខ្ញុំនៅតែស្រឡាញ់អាវបំណះរបស់អ្នកស្រីស្មោះត្រង់ម្នាក់នោះដែរ នាងក៏មកប្រើសម្ដីនេះដាក់យើងនឹងធ្វើឲ្យនាងភ្លេចវាយើងនឹងរុះរើខ្ទមរបស់វាចោលយើងនឹងដេញវាចេញពីភូមិនេះកុំឲ្យវាមកធ្វើឲ្យភ្នែកនាងស្រអាប់ដោយសារតែនឹកវាទៀត លោកដេញគេបានតែលោកដេញស្រមោលគេចេញពីចិត្តខ្ញុំមិនបានឡើយបើលោកធ្វើបាបគេខ្ញុំនឹងសម្លាប់ខ្លួននៅចំពោះមុខលោកដើម្បីឲ្យលោកទទួលបានតែសាកសពដែលគ្មានវិញ្ញាណតែប៉ុណ្ណោះ បងមាសនៅក្នុងភាពរយិរយាដៃកាន់នង្គ័លដែលបាក់បែកគេលែងធ្វើស្រែគេលែងខ្វល់ពីការហូបចុកអង្គុយសម្លឹងមើលផ្កាឈូកស្វិតដែលគេក្រវែងចោលកាលពីថ្ងៃការនារីអើយគេថាអូនរស់នៅសុខស្រួលណាស់
គេថាអូនមានអ្នកបំរើឆ្វេងស្ដាំបងត្រេកអរជំនួសអូនតែបងសុំសួរមេឃបន្តិចតើមាសប្រាក់ទាំងនោះវាអាចជួយជូតទឹកភ្នែកឲ្យអូនបានពិតមែនណាបងនៅទីនេះបងនៅចាំមើលស្រមោលអូនតាមខ្យល់ជំនោរបើអូនពិបាកចិត្តចូលអូនសម្លឹងមកភ្នំឆ្ងាយបងនៅទីនោះជានិច្ចស្រាប់តែប្អូនប្រុសរបស់មាសឈ្មោះជ័យរត់មកទាំងភ័យស្លន់ស្លោបងមាសឆាប់រត់ទៅកូនចៅសថីបុត្រគេកំពុងដង្ហែគ្នាមកទីនេះហើយគេថាបងធ្វើឲ្យប្រពន្ធគេមិនសប្បាយចិត្តគេនឹងមកកំទេចខ្ទមរបស់យើងចោលហើយវាយបងឲ្យស្លាប់ឲ្យគេមកចុះជ័យអើយបេះដូងរបស់បងស្លាប់បាត់ទៅហើយនៅសល់តែរូបកាយដែលគ្មានន័យនេះទេបើគេចង់យកជីវិតបងក៏ឲ្យគេយកទៅចុះយ៉ាងហោចណាស់ក៏បងស្លាប់នៅលើដីស្រែដែលបងធ្លាប់សន្យាជាមួយនាងដែរបងឈួតហើយឆាប់រត់ទៅបងត្រូវរស់ដើម្បីចាំមើលមុខនាងបន្តទៀតនារីលួចរត់ចេញពីផ្ទះធំទាំងយប់ជើងទទេបោះជំហានកាត់វាលភក់យ៉ាងលឿនសំដៅមករកខ្ទមចាស់របស់បងមាសបងមាសបងនៅទីណាអូនមកហើយអូនមិនចង់បានមាសប្រាក់គេទេអូនចង់នៅក្បែរបងនារីនេះអូនមែនទេហេតុអីក៏អូនមកទីនេះទាំងយប់អធិរាជបែបនេះបើលោកសេដ្ឋីដឹងអូននឹងមានគ្រោះថ្នាក់បងមាសអើយអូនរស់នៅមិនកើតទេគេវាយធ្វើបាបអូនគេជេរប្រមាថបងគេថានឹងដេញបងចេញពីដីស្រែនេះហើយបងនាំអូនរត់ទៅទីណាឲ្យឆ្ងាយពីផ្កាស្លាឈាមនេះទៅបងនារីអើយបងចង់នាំអូនរត់ណាស់តែយើងរត់ទៅណាដីនេះជាដីគេស្រុកនេះជាស្រុកគេយើងមានតែដៃទទេតើយកអីទៅរស់ទៅស្រាប់តែសំឡេងសេះនិងសំឡេងមនុស្សស្រែកឡូឡាមកដល់មុខខ្ទមភ្នក់ភ្លើងគប់ជះពន្លឺក្រហមច្រាលពេញវាលស្រែបុត្រកូនសេដ្ឋីដើរចូលមកទាំងកំហឹងឆេះឈួលក្នុងដៃកាន់រំពាត់សេះយាយស្មានថាទៅណាបែរជាមករកអាអ្នកស្រែអនាថាននេះសោះនាងនារីនាងហ៊ានក្បត់កិត្តិយសយើងមែនទេខ្ញុំមកចោះលោកម្ចាស់តែសុំកុំធ្វើបាបបងមាសគេមិនដឹងអីទេគឺខ្ញុំជាអ្នកមកម្នាក់ឯងឈប់ទៅកុំធ្វើបាបស្រីទុនខ្សោយលោកឯងមានបុណ្យស័ក្តិតើលោកឯងមិនខ្មាស់អៀនទេហ៎ដែលមកធ្វើបាបអ្នកស្រែគ្មានផ្លូវតវ៉ាបែបនេះពួកឯងចាប់អាមាសហើយវាយវាទាល់តែវាព្រមចាកចេញពីភូមិនេះបើវាមិនទៅត្រូវដុតខ្ទមវាចោលទាំងអស់បងមាសអើយសច្ចារបស់យើងហេតុអីវាឈឺចាប់បែបនេះនារីអូនរស់នៅឲ្យបានល្អកុំបារម្ភពីបងអីបើជាតិក្រោយមានពិតបងនឹងទៅរកអូនទៀតព្រឹកឡើងមេឃស្រឡះបាត់ភ្លៀងតែវាលស្រែប្រែជាស្ងាត់ជ្រងំខ្ទមរបស់បងមាសត្រូវបានគេដុតកំទេចនៅសល់តែផេះផង់បងមាសដែលរងរបួសធ្ងន់ត្រូវបានប្អូនប្រុសគ្រាទៅលាក់ខ្លួនក្នុងរូងភ្នំឆ្ងាយពីភូមិជ័យអើយបងលែងចង់រស់ហើយជាតិជាអ្នកស្រែចាញ់គេគ្រប់យ៉ាងសូម្បីតែមនុស្សដែលខ្លួនស្រឡាញ់ក៏ការពារមិនបានសច្ចាដែលបងធ្លាប់ផ្ដល់ឲ្យនាងបងសុំយកវាទៅជាមួយបងវិញហើយបងមាសបើបងស្លាប់អូនក៏មិនរស់ដែរផ្កាស្លានេះអូននឹងទុកវាជាគ្រឿងបូជាសពស្នេហារបស់ពួកយើងបងមាសដេកនៅលើគ្រែឫស្សីចាស់មួយក្នុងរូងភ្នំក្បែរជើងភ្នំដែលសម្បូរដោយសត្វទីទុយយំរងំនៅពេលយប់រាងកាយគេព
ពោពេញទៅដោយស្នាមរំពាត់និងស្នាមដំបងបបោមាត់ស្ងួតប្រេះរហូតហូរឈាមបងមាសបងទ្រាំតិចទៅណាបងត្រូវតែរស់បើបងស្លាប់តើនរណានៅចាំមើលមុខបងនារីទៀតគេធ្វើបាបយើងដល់ថ្នាក់នេះតើបងសុខចិត្តស្លាប់ទាំងអាម៉ាស់បែបនេះមែនទេជ័យអើយជីវិតអ្នកស្រែដូចជាបងបើមិនស្លាប់ដោយសារតែការងារធ្ងន់ក៏ស្លាប់ដោយសារតែចិត្តស្មោះដែរបងមិនស្ដាយជីវិតទេតែបងស្ដាយសន្យាដែលបងការពារមិនបានអូនដឹងទេពេលរំពាត់គេវាយមកលើខ្នងបងមិនឈឺទេតែបងឈឺពេលដែលឃើញនារីត្រូវគេអូសទាញដូចជាសត្វធាតុនៅចំពោះមុខបងមាសឮថាឥឡូវនេះលោកសេដ្ឋីបុត្រគេបញ្ជាឲ្យមេភូមិបិទផ្លូវមិនឲ្យបងចូលភូមិវិញទេគេប្រកាសថាបើឃើញបងជន់ដីភូមិគេនឹងវាយសម្លាប់បងចោលភ្លាមគេហាមជើងបងបានតែគេហាមវិញ្ញាណបងមិនបានទេជ័យបងសុំវរអូនលួចចូលទៅភូមិទៅស៊ើបមើលពីនារីបន្តិចទៅបងបារម្ភបងខ្លាចនាងធ្វើរឿងអីឈួតព្រោះនាងជាមនុស្សស្រីចិត្តដាច់ណាស់នារីអង្គុយសំពះនៅចំពោះមុខរូបបដិមាព្រះសក់របស់នាងរញ៉េរញ៉ៃភ្នែកនាងលែងមានទឹកភ្នែកហូរទៀតហើយបុត្រដើរចូលមកទាំងទឹកមុខឌឺដងក្នុងដៃមានកាន់ម្ហូបអាហារល្អនឹកវាទៀតហើយម៉ណេះនារីនាងមើលចុះអាមាសវារត់ចោលភូមិបាត់ទៅហើយវាខ្លាចស្លាប់វាមិនហ៊ានមកជួយនាងនោះទេនេះហ៎ស្នេហាស្មោះស្ម័គ្ររបស់អាអ្នកស្រែដែលនាងតែងតែលើកដំកើងវានោះលោកម្ចាស់កុំខំប្រឹងភូតផលខ្ញុំអីបងមាសមិនមែនជាមនុស្សខ្លាចស្លាប់ទេគេគ្រាន់តែមិនចង់ឲ្យខ្ញុំពិបាកចិត្តបើគេមិនមកគឺមកពីលោកប្រើល្បិចថោកទាបការពារមិនឲ្យគេចូលទោះលោកសម្លាប់គេក៏មិនអាចយកឈ្នះចិត្តខ្ញុំបានដែរនាងកុំប្រហើនបើនាងមិនព្រមស៊ីបាយមិនព្រមធ្វើជាប្រពន្ធល្អរបស់យើងទេយើងនឹងបញ្ជាឲ្យកូនចៅទៅជីកកប់ខ្មោចម៉ែឪនាងចោលយើងនឹងធ្វើឲ្យគ្រួសារនាងរលាយគ្មានសល់សូម្បីតែផេះលោកសាហាវខ្លាំងណាស់លោកមិនមែនជាមនុស្សទេលោកគឺជាបិសាចដែលពាក់ស្រាំសេដ្ឋីចាំមើលចុះស្អែកនេះយើងនឹងរៀបចំពិធីជប់លៀងផ្កាស្លាម្ដងទៀតដើម្បីបង្ហាញអ្នកភូមិថានាងជារបស់យើងទាំងកាយទាំងចិត្តបើនាងមិនញញឹមនៅក្នុងពិធីនោះទេនាងនឹងឃើញក្បាលអាមាសនៅមុខផ្ទះមិនខានយប់នោះបងមាសលូនចេញពីរូងភ្នំទាំងរបួសគេដឹងថាបើគេមិនធ្វើអ្វីមួយទេនារីមុខជាត្រូវរងទុក្ខអស់មួយជីវិតគេកាន់ដំបងឈើមួយដែលគេឆ្លាក់ឈ្មោះមាសនិងនារីតាំងពីក្មេងគេដើរសម្ដៅទៅភូមិគ្រឹះសេដ្ឋីទាំងត្រដនារីអើយបងមកហើយបើជាតិនេះយើងមិនអាចរស់នៅជាមួយគ្នាបានក៏បងសុំស្លាប់នៅក្បែរជើងជណ្ដើរផ្ទះអូនដែរបងនឹងមិនឲ្យអូនរស់នៅក្នុងទ្រុងមាសនេះតែម្នាក់ឯងឡើយបងមាសមែនទេនារីបងមកសងសច្ចាអូនបងមិនទៅណាទេបងនៅទីនេះភ្នក់ភ្លើងគប់ជះពន្លឺក្រហមឆ្អៅកណ្ដាលសម្រែកឆោឡោនៃពួកកូនចៅសេដ្ឋីដែលកាន់ដំបងនិងកំបិតព្រៃរីប៉ាយបងមាសឈរនៅកណ្ដាលរង្វង់មនុស្សទាំងខ្លួនប្រាណជោកជាំដោយឈាមភ្នែករបស់គេមិនញញើតស្លាប់ឡើយគេសម្លឹងទៅបង្អួចជន់លើដែលនារីកំពុងតោងមើលទាំងយំសោកឯងហ៊ានណាស់អាមាសឯងលួចចូលផ្ទះយើងទាំងយប់តើឯងចង់មកលួចប្រពន្ធយើងឬក៏ចង់មកយកខ្មោចខ្លួនឯងទៅវិញហ៎ខ្ញុំមិនមកលួចនរណាទេខ្ញុំមកទទួលយកសន្យាដែលខ្ញុំធ្លាប់មានជាមួយនារីលោកមានមាសប្រាក់លោកមានអំណាចលោកទិញបានត្រឹមតែរូបកាយនាងទេតែលោក
មិនអាចបំបែកវិញ្ញាណស្នេហារបស់យើងបានឡើយសម្រាប់ខ្ញុំទៅបើលោកគិតថាការស្លាប់របស់ខ្ញុំអាចធ្វើឲ្យលោកមានសេចក្តីសុខបាន ល្អបើឯងចង់ស្លាប់យើងនឹងបំពេញបំណងឯងពួកឯងវាយវាឲ្យស្លាប់នៅនឹងមុខជណ្ដើរផ្ទះយើងទៅកុំឲ្យវាមកជន់ដីភូមិយើងទៀត ឈប់តែលោកម្ចាស់កុំធ្វើបាបគេអីអូនព្រមហើយអូនព្រមធ្វើតាមលោកគ្រប់យ៉ាងហើយសុំទុកតែជីវិតបងមាសម្នាក់កូនបងមាអើយហេតុអីបងមកទីនេះបងដឹងទេថាគេសាហាវខកខើណាស់ នារីបងសន្យាថាមិនទុកអូនចោលជាតិនេះបងគ្មានបុណ្យតែបងបានមកជួបអូនមុននឹងបងលាចាកលោកបងអស់ចិត្តហើយ ទេបងកុំស្លាប់បើបងស្លាប់អូនក៏មិនរស់ដែរយើងនឹងទៅជាមួយគ្នា នាងឈួតហើយមកវិញភ្លាមអាមាសវាស្លាប់បាត់ទៅហើយវាមិនអាចជួយអីនាងបានទេ លោកម្ចាស់អាចសម្លាប់គេបានតែលោកម្ចាស់នឹងមិនបានឃើញមុខខ្ញុំទៀតឡើយបងមីយើងទៅវាលស្រែវិញទៅកន្លែងដែលគ្មានសទ្ធីគ្មានផ្កាស្លាបំបែកយើង នារី ព្រលឹមឡើងសពរបស់អ្នកទាំងពីរត្រូវបានអ្នកភូមិជួយយកទៅបូជានៅក្បែរដើមជ្រៃធំដែលជាកន្លែងសច្ចារបស់ពួកគេសំឡេងសត្វទទាយំឆ្លើយឆ្លងគ្នាហាក់ដូចជាកំពុងដង្ហែវិញ្ញាណអ្នកទាំងពីរទៅកាន់ឋានសុខ បងមៀអើយបងមៀបងសម្រាប់ឲ្យបានស្រួលចោសច្ចាដែលបងការពារដោយជីវិតពេលនេះវាបានសម្រេចហើយគ្មានអ្នកណាមកបំបែកបងបានទៀតទេ ភូមិគ្រឹះដ៏ស្កឹមស្កៃរបស់សេដ្ឋីបុត្រប្រែជាស្ងាត់ជ្រងំដូចផ្ទះខ្មោចសំឡេងសត្វទីទុយយំរងំនៅលើដំបូលផ្ទះជារៀងរាល់យប់ហាក់ដូចជាការដាក់បណ្ដាសាហេតុអីបានជានាងហ៊ានស្លាប់យើងមានមាសមានប្រាក់ឲ្យនាងរាប់មិនអស់ហេតុអីក៏នាងសុខចិត្តស្លាប់ជាមួយអាអ្នកស្រែអនាថានោះហើយឈប់ទៅកុំមករំខានយើងជាសេដ្ឋីយើងមានអំណាចអ្នកណាក៏ខ្លាចយើងដែរប៉ុន្តែគ្មាននរណាខ្លាចគេទៀតឡើយចាប់តាំងពីថ្ងៃនោះមកទ្រព្យសម្បត្តិសេដ្ឋីបុត្រចាប់ផ្ដើមរលាយបន្តិចម្ដងស្រែចម្ការត្រូវសត្វល្អិតស៊ីបំផ្លាញគោក្របីងាប់រង្គាលហើយកូនចៅដែលធ្លាប់តែអែបអបក៏លួចយកមាសប្រាក់រត់ទៅអស់បន្សល់ទុកឲ្យគេរស់នៅម្នាក់ឯងក្នុងភូមិគ្រឹះដែលបាក់បែកអ្នកភូមិបានរួមគ្នាជួយសាងសង់អាស្រមស្នេហ៍ស្មោះមួយតូចដើម្បីរំលឹកដល់អ្នកទាំងពីរដើមជ្រៃដែលធ្លាប់តែក្រៀមក្រំបែរជារីកសាយភាយមេឃធៀងត្រឈឹងត្រឆៃបញ្ចេញផ្កាក្រអូបឈ្ងុយឈ្ងប់ពេញវាលស្រែបងមាសបងនារីពួកបងសម្រាប់ឲ្យបានស្ងប់ចុះណាឥឡូវនេះអ្នកភូមិលែងមើលងាយអ្នកស្រែដូចជាយើងទៀតហើយស្នេហារបស់បងទាំងពីរបានធ្វើឲ្យមនុស្សគ្រប់គ្នាដឹងថាបេះដូងមនុស្ស
មិនមែនសម្រាប់លក់ដូរដោយមាសប្រាក់នោះទេ ក្មួយចងចាំទុកចោះផ្កាស្លាមាសរបស់សេដ្ឋីអាចកាត់ត្រើយស្នេហាបានតែក្នុងលោកនេះទេតែវាមិនអាចកាត់ផ្ដាច់សច្ចាដែលចរិតក្នុងបេះដូងបានឡើយមាសនិងនារីគេមិនបានបាត់បង់ទៅណាទេគេរស់នៅក្នុងខ្យល់ដង្ហើមនៃវាលស្រែនេះ ពេលវេលាកន្លងផុតទៅជាច្រើនឆ្នាំភូមិគ្រឹះដ៏ស្កឹមស្កៃរបស់សេដ្ឋីបុត្រដែលធ្លាប់តែអធិកអធមបែរប្រែសភាពទៅជាផ្ទះបាក់បែករិចរិលដោយសារសត្វកណ្ដៀរនិងវល្លិរុំជុំជិតសំឡេងសត្វទីទុយយំរងំនៅលើដំបូលផ្ទះជារៀងរាល់យប់ហាក់ដូចជាការដាក់បណ្ដាសាឲ្យវិមានមាសនេះคล้ายទៅជាកន្លែងនៃសេចក្តីវិនាសឈប់យំទៅនារីយើងសងជីវិតឲ្យវាហើយតាហេតុអីបានជាសំឡេងយំរបស់នាងនៅតែបន្លាចយើងរាល់យប់បែបនេះមាសរបស់នាងយកវាទៅវិញទៅយើងមិនចង់បានទេយកវិញទៅ តាចាស់ជ័យងើបឈរយឺតសម្លឹងមើលទៅក្មេងៗដែលមកអង្គុយស្ដាប់រឿងនិទានរបស់គាត់ពោលពាក្យចុងក្រោយដែលដក់ជាប់ក្នុងចិត្តអ្នករាល់គ្នាក្មួយចាំទុកចុះណាផ្កាស្លាមាសរបស់សេដ្ឋីអាចកាត់ត្រើយស្នេហាបានតែក្នុងលោកីដែលពោពេញទៅដោយលោភៈនេះទេតែវាមិនអាចកាត់ផ្ដាច់សច្ចាដែលចរិតក្នុងវិញ្ញាណបានឡើយមាសនិងនារីបានបង្រៀនយើងឲ្យដឹងថាសេចក្តីស្រឡាញ់ពិតគឺធំធេងជាងមាសប្រាក់និងបុណ្យស័ក្តិពួកគេមិនបានស្លាប់ទៅណាទេតែពួកគេរស់នៅក្នុងខ្យល់ដង្ហើមនៃវាលស្រែរស់ក្នុងក្លិនផ្កាក្រអូបនិងរស់ក្នុងបេះដូងមនុស្សគ្រប់គ្នាដែលជឿទៅលើសេចក្តីស្មោះត្រង់ផ្កាស្លាដែលបំពេញលើវាសនាអ្នកដទៃមិនដែលនាំមកនៅសេរីសួស្តីក្រៅពីវិបដិសារីនិងផលកម្មនៃជីវិតនោះទេ